តួជារូបខ្ញុំប្រហែលជាបុព្វជាតិនឹងបានសន្សំផលអានិសង្សទុកក្នុងជង្រុកនេះព្រះពុទ្ធសាសនាបានជាជាតិនេះខ្ញុំនឹងត្រូវចាប់បដិសន្ធិក្នុងត្រកូលអភិជនដ៏ថ្លៃថ្លាណាស់ហើយរបស់ខ្ញុំអត់ប៉ុន្មានថ្ងៃមកនេះមិនបានលឺដំណឹងពុកព្រិលចុះក្នុងវិមានសោះពុផាបងបាទខ្ញុំទៅរកបងឯងនៅក្នុងបន្ទប់អត់ឃើញទេអូនរបស់មានការអីហ្នឹងឯងខ្ញុំឆ្ងល់ណាស់បងពេលបងដឹងទេថាពុករបស់យើងណាវិលចូលវិមានវិញថ្ងៃណាខ្ញុំនឹកពុកខ្លាំងណាស់បងក៏មិនដឹងថាថ្ងៃណានោះដែរគាត់ធ្វើដំណើរទៅតែម្នាក់ឯងសំបីតែបើព្រាវមួយក៏គាត់មិនបានយកទៅជាមួយបងមានការព្រួយបារម្ភខ្លាចគាត់មានការគ្រោះថ្នាក់អ្វីតាមផ្លូវក៏មិនដឹងដែរបើអញ្ចឹងយើងទៅសួរម៉ែតាអូនចាបងអញ្ចឹងយើងទៅសួរម៉ែទាំងអស់គ្នាតាអូនដែរច្បាស់ណាស់កូនមិនទាន់ផុតពីថ្ងៃហ្នឹងយើងកុំទាន់អស់សង្ឃឹមម៉ែចាំមើលបន្តិចទៀតគេមកសើចំអកនៅមុខផ្ទះម៉ែចាំមើលត្រៀមសំណួរឲ្យពួកអស់នេះក៏មកញ៉ែញ៉ៃមកបើកទ្វារអញចូលផងតោះនេះចេញវិញឲ្យគេបើកទ្វារសិនលេលើមកពីណាអញ្ចេះកូនទៅបើកទ្វារឲ្យតិចចូលមកតែឲ្យងាប់ប៉ាអើយវាបើកលុយដូចហែកស្រុកហ្នឹងខ្វាអូអើទ្វារបបាក់បើកអញ្ចឹងបានក្រលតែដាក់ផ្លាច់ញ៉ាសួរមើលសិនថ្ងៃនៅចាំអញម្ដុំសិនណាមកនឹងមានកិច្ចការខ្ញុំបាទសុំសួរលោកផ្ទះនាងរំចាំងអញស្អីគេចាំងលោកមិនបានមកហៅម៉ែអញរំចាំងយ៉ាងហើយស្អីគេម៉ែអញចិត្តខ្លាយទៅជាជំទាវវើយអកចង់នឹងម៉ែវាម៉ែវាទៅមិនមែនម៉ែអញណាហៅបានយំតែនិយាយឲ្យវាមានសុជីវធម៌ផងមកទាញអញផ្ដួលប៊ីស្តិចមកហូបអញនេះអស់ហ្នឹងបើចេះនិយាយចុកខំតដោទៅក៏អញចូលនិយាយទៅនិយាយគ្មានក្របកតាប់កធေါ်ចេះហើយណែណែទៀនជ្រាបជំរាបលោកមេបាតូចធំតកូលរៀមឆ្អងឆ្នងមកគប់គោរពអង្គុយញ៉ាំមកនេះស៊ូថាផ្ទះណាផ្ទះមីមចង់ណាមួយទៀតប្រាប់តែនិយាយឲ្យវាស្រួលបួលបកាច់និយាយត្រឹមត្រូវសត្វទៀនជ្រាបដល់ពេលរួចហេជំងឺយកនេះមកបោចបោះអញអស់ហើយអីគេណានោះបោចមកហូបអញនៅនឹងមានមហោបទៀតអាហ្នឹងមែនអានេះត្រីទុកមួយក្រូចឆ្មា 2G មកច្រំរបស់ពងហែវហងពូអើយខ្ញុំជក់ក្បាលត្រីទួជក់អត់បានទេត្រីទួអញកលិតក្បាលអស់ហើយអញពូកលិតទៅខ្ញុំចូលចិត្តក្បាលត្រីទួហេឈួតទេត្រីទួអញប្រោះក្នុងត្រង់យូរពេកវាលុតពុកត្រង់អាយ៉ាក្បាលអស់ហើយជក់អត់បានទេមុតមាត់ឥឡូវចេះហ្មងម៉ែញោមខ្ចងអត់មានជីសុំជីមកច្រសុំជីអូយបោចអត់បានទេជីបោចទៅឈួតទេជីអញដាំយូររឹសវាដោះស្នឹមអស់ហើយបោចតាមម្ដាយចេញទឹកភ្នែកអញច្រោកហើយឈួតមកចេះឥឡូវយើងខ្ញុំសុំក្រូចឆ្មាពេកហើយសុំអត់ឈប់ទេហើយក្រូចឆ្មាអញមិនទាន់ទុំទេតែព្រឿងទេបោចទៅដាច់បោះអញអស់ហើយមិនសុំសួរថាផ្ទះហ្នឹងផ្ទះនាងរំចង់ហ្នឹងអីមានមកភូមិមានតែមួយឯងឈ្មោះរំចង់ខ្ញុំសុំជួបបន្តិចម៉ែមានអាពីរក្បាលនោះអត់ស្គាល់មុខមកសុំជួបមកឯងតែក្បាលអើយហើយនាំគ្នាមករកអ្នកណាមករកជើងហ៎អីហ្នឹងរំចង់អីហ្នឹងយ៉ាងហើយអូថោយ៉ាងម៉េចរំចង់នៅក្មេងសោះក្មេងមែនហ៎
មុខក្មេងប៉ុនខ្លួនខ្មោចដូចហើមលំទឹកឯមើល យ៉ាប់និយាយទៅលប់ឈួតលប់អីណាហ៎ គូតបាច់មុខនៅក្មេងប៉ុនខ្លួនណាហើមដូចខ្មោចលំទឹក អីរៀងណាគ្មានអ្នកណាដូចទេណា មែនមើល គេមានចកេះរៀងថាគ្មានរៀងមានអី រំចង់ចកេះក្រង អើ ចកេះក្រងអញសង្ស័យតែគូតជូរឯហ្នឹង មនុស្សណាមិនមែនក្រំទេ ខ្ញុំបានទទួលបញ្ជាពីលោកអ៊ំមហាសេដ្ឋីឲ្យសែងលោកស្រីរំចង់ព្រមទាំងកូនហែចូលទៅក្នុងជីវវណ្ណដ្ឋាន ថាម៉េចជីវរដ្ឋាទេ បាទ គ្រួសារនឹងក៏ភ្លើសុតហ្មងអត់ដឹងជីវវណ្ណដ្ឋានកន្លែងដុតខ្មោចផង គេហែទៅចែកដុតខ្មោចនាំនេះសើច មិនមិននិយាយអីច្បាស់ថាជីវរដ្ឋាក្នុងវិស័យហ៎ កន្លែងដុតខ្មោច ឡើងដុតនឹង អាបកាត់ឈើអញនៅរស់ណាវិញ វិច្រឡំសែងលោកស្រីរំចង់ព្រមទាំងកូនហែទៅសេកតវិមាន ស្រីតាក់វិមានក្នុងវិស័យហ៎ សេកតវិមានគេប្រែមកវិញថាវិមានរបស់សេក ហើយវិមានរបស់សេចឲ្យយើងមនុស្សទៅណាអីហ៎ អូយល្ងងឯងបកប្រែឲ្យស្ដាប់ វិមានរបស់សេតនឹងប្រែថាវិមានយ៉ាងស្កឹមស្កៃ អាស្គមស្កាយហ្នឹងវាមិន ស្កឹមស្កៃនឹងបានន័យថាវាស្កៃស្កឹមនេះប៉ុណ្ណឹងគាត់ចេះដែរបើ និយាយត្រឡប់ត្រឡាត់ ហើយគ្រួសារហ្នឹងអត់មានចេះនិយាយទេចេះតែធាក់ហ្មងហ៎មកអាគ្រួចទៅផ្ទះវិញមក អាងាប់ពីហែមប្រាប់មុនមកអូហាញ់កណាត់កណែងណា អើបើនិយាយមួយម៉ាត់ធាក់និយាយពីរម៉ាត់ធាក់ឯងទៅនិយាយម្ដង នេះសួរបងឲ្យមានការ៉ាបតាបខោហងមើក្មួយអាអញ្ចឹងក្មួយទាំងពីរហ្នឹងមកទទួលមីញ៉ែក្មួយ អាគ្រួចហៅអញក្មួយមិញហ្នឹងតែប្រុងតោយមួយអញទៀតទេ ស្អីណា អូអញលេបអត់ចូល យ៉ាងមិនលេបចូលវាយ៉ាងម៉េចយើងហ្នឹងវាអាក្រក់ខ្លាំងហ៎ ទេទៅដល់កាជី ខ្ញុំទទួលបញ្ជាមកសែងលោកស្រីរំចង់ ឲ្យមកស្អីណាក្រែស្នែង ការ៉េស្នែងបាក់ជើងអស់ហើយនៅតែអង្រឹងស្នែង នេះអង្រឹងស្នែងនេះរូបរាងឋានៈមកមាត់យើងណាជាប្រពន្ធមហាសេដ្ឋីឲ្យយើងទៅគួយលើសនឹងក៏គ្រិញអញ្ចឹងហ៎សេដ្ឋីនេះសេដ្ឋីនេះសេដ្ឋីនេះ សួរតាជីមិនជី មិនជីទេ បើមិនជីយើងទៅវិញ ជីស្មានតែចង់ណាស់ទៅ ជីថាលេងនឹងថាលេង ថ្ងៃហ្នឹងបែបរស់ទេហែងអញអាមើលមៀតប្រប៉ុណ្ណាណីឲ្យអញស្វិតអញញ័រសូមអញ្ជើញលោកស្រីរំចង់ឡើងអង្រឹងស្នែង យោដាច់យោ ហើយដួលប្រកាច់មិនបែគូតទៅនោះហើយដួលមកគូតហុចឲ្យអញទៅថើបគូតអស់មកស៊ឺ ហែងថៅគូទៅនិយាយពីខំរបស់អញមកក្របអត់ហើយនេះអូអញបែបទៅនៅបន្តពូលែងកើតហើយ អូមិញខំបោះហែងទៀត អញស្មានស្អីច្រប់ មិនប្រកាច់មកទម្លាក់គូតឲ្យតិចមកអត់ទេ ថ្នមតិចទៅមកដាក់ភ្លឹបមកណាទប់ឈ្នះចុះ ម៉ែខ្ញុំឃើញ ចូលអញ្ជើញ សេដ្ឋី រៀនម៉ែវាហើយ ម៉ែសេដ្ឋីនេះខ្ញុំប្រាប់មកឯងតើទៅណាមកណាមានរបៀបរៀបរយដំណើរមួយណាម៉ែចាធ្វើដំណើរចេះសេដ្ឋីនេះម៉ែសេដ្ឋីនេះម៉ែតើចង់ម៉ែចាសូមជើញលោកសេដ្ឋីនេះឡើងក្រែស្នែងចាគូតឲ្យតយម៉ែចាទ្រង់ពើម៉ែពើណាំងអាត់ម៉ែស្អាតម៉ែស្អាត អេហើយប្រកាច់ចូលហើយចំទាវឯដើរស្បៀតចឹងអាលាក់កលៀនងាប់ហើយ អូដំណើរជំទាវដើរចឹងងាប់ប៉ះបើដើរឆ្លងខ្នល់ឡានអុកងាប់ហេតុបើនៅដំណើរចូលបញ្ជើញលោកស្រីឡើងលើអង្រឹងស្នែង
អូយអញមើលទៅបែបរស់នេះថ្ងៃហ្នឹងហើយvừaមិនទាន់លើកជើងមកអញអាគ្រួចប្លង់រឹងតាមអញជំងឺយកអត់ទៅជួយក្តោបសរងម៉ែវាចេញអតញ្ញាណបានដាក់អញបាត់ឡើងហើយអាគ្រួចអាហ្នឹងបើដួលម្ដងទៀតប្លង់រឹងចំអញក្រឹបមកអីគេហើយមើលប្លង់រឹងបាញ់មកអញប្លង់រឹងខាងបើដួលទៅចំអញក្រឹបមកឲ្យមើលអញក្នុងដងនេះហើយម្ដងហើយមកខាងនេះហើយមកខាងនេះអានេះប្លង់រឹងនៅមកចំអញអដែលអញមកខាងនេះវិញនៅចំអញអដែលទេហ៎ហូតណាហើយសាកដួលមកសាទៀតមើលអូយបាក់ស្មាអញឡើយសូមអញ្ជើញភ្លេងហើយលោកស្រីរំចង់ចូលជាវណ្ណឋានងើទូរូបខាងអើយទុកខាងអើយខ្លាំងខាងប្រឆារៀបចំតែសពទៅដល់ហើយប្រកាច់យកឲ្យមិននន់គ្នាយំមកកាន់ធូបកាន់អីមកបងប្អូនអើយសពលោកស្រីរំចង់ហែដល់មែនលើអើយយកអស់មកដុតហងប្រកាច់ដល់ក្នុងឯងព្រមងើបប្រុងអញសែងដល់ណាហ្នឹងប្តីរបស់ខ្ញុំធ្វើដំណើរទៅទីបំណុលគេតែនៅពេលនេះមិនឃើញវិលត្រឡប់មកវិញតទេសលបងអើយពេលដែលខ្ញុំនៅក្នុងវិមានខ្ញុំខំបន់ស្រន់ដល់ព្រះសព្ទដល់ទេវតាសូមឲ្យលោកពធស័ក្តិសិទ្ធិមេរធីបារមីជួយថែរក្សាលបងវិលត្រឡប់មកវិញឲ្យមានសេចក្តីសុខស្អីលបងប្រពន្ធសម្លាញ់ត្រឡប់មកវិញហើយបងត្រឡប់មកវិញហើយលបងយ៉ាងម៉េចនឹងប្រហែលលបងធ្វើដំណើរតាមផ្លូវហត់នឿយហើយមើលទៅត្រូវហើយបើសិនជាហត់នឿយសូមចាញ់លបងទៅមួយទឹកឲ្យស្រស់ថ្លានៅក្នុងចិត្តដើម្បីពិសាបាយជាមួយនឹងខ្ញុំនិងកូនទាំងអស់គ្នាណាលបងមិនអីទេអរគុណណាស់តែអូនបានយកចិត្តទុកដាក់គិតគូរដល់រូបបងបែបនេះច័ន្ទកេសីចាស់លបងការដែលបងធ្វើដំណើរទៅនេះវាហាក់បីដូចជាយូរបន្តិចមែនដោយសារតែបងមានទរៈតល់ខ្លួនលបងមានទរៈតល់ខ្លួនចាស់ត្រូវហើយបងខ្យល់កបងងឹតមុខអត់ធោលបងហើយក៏បានគេម្នាក់គេបានជួយសង្គ្រោះបងដោយគេគឺជាមនុស្សល្អណាស់អូគេជាមនុស្សល្អតែនៅខាងណាទៅលបងត្រូវហើយបងសងគុណគេវិញនៅតម្លៃជាប្រាក់ឬមួយក៏ជាលុយកាក់គេបែរជាមិន
មិនព្រមទទួលទេ ចុះគេចង់បានអីទៅលបង ក្រោយមកដោយឃើញទឹកចិត្តរបស់គេល្អបរិសុទ្ធបែបនេះបងក៏សម្រេចចិត្តថានឹងយកគេធ្វើជាប្រពន្ធរបស់បង លបងនិយាយបែបនេះលបងចង់សាកចិត្តខ្ញុំមែនទេលបង មិនមែនទេអូនយល់យ៉ាងម៉េចដែរបើសិនជាបងសម្រេចចិត្តថាយកប្រពន្ធរបស់បងបែបនេះអូនយល់យ៉ាងម៉េចដែរ លបងពាក្យសម្ដីដែលបងនិយាយឲ្យមិញនេះគឺជាពាក្យប៉ិន ត្រូវហើយ មិនមែនជាពាក្យចម្លងលលែងជាមួយនឹងខ្ញុំទេមែនទេ ហើយបងក៏សុំចិត្តអូនដែរថាសុំអូនបើកប្រអប់បេះដូងរបស់អូនឲ្យទូលាយហើយអូនត្រូវតែផ្ដល់ឱកាសឲ្យបងសុំយកគេធ្វើជាប្រពន្ធទី2របស់បងហើយណា លបងនិយាយបែបនេះលបងលែងស្រឡាញ់ខ្ញុំហើយនឹងកូនហើយមែនទេ មិនមែនទេបងត្រូវតែស្រឡាញ់អូនដដែលតែបងសុំចិត្តអូនប៉ុណ្ណឹងព្រោះថាគេមានទឹកចិត្តល្អណាស់ដែលបងមិនអាចជំនួសបាននៅជាមាសឬក៏ជាប្រាក់បាននោះបងសុំចិត្តអូនប៉ុណ្ណឹងចោះតែបងនៅតែស្រឡាញ់អូនដដែលជឿចិត្តបងទៅណា មកលបងដែលស្រឡាញ់ខ្ញុំហើយនឹងកូនហើយអីក៏លបងចង់បានប្រពន្ធចង់មួយទៀត ដូចបងបាននិយាយហើយគេមានគុណសម្បត្តិចំពោះបងគេជួយសង្គ្រោះនៃជីវិតបងគ្រាន់តែបងយកគេធ្វើជាប្រពន្ធទី2វាមានរឿងអ្វីដែលជាធ្ងន់ធ្ងរសម្រាប់អូនដូចបងបានសុំចិត្តអូនថាឲ្យអូនបានប្រអប់បេះដូងអូនឲ្យបានធំទូលាយ អត់ទេលបងអ្វីៗគ្រប់យ៉ាងខ្ញុំអាចឲ្យប្រកល់ឲ្យលបងទាំងអស់មិនថាឡើយជីវិតរបស់ខ្ញុំប៉ុន្តែសម្រាប់ប្តីរបស់ខ្ញុំអត់នឹងទ្រូងខ្ញុំមិនអាចប្រកល់ឲ្យមនុស្សស្រីណាម្នាក់ឡើយខ្ញុំមិនព្រមនោះទេ ហេតុអីបានជាអូនគិតខុសផ្ទុយត្រឡះអំពីចិត្តរបស់បងបែបនេះទៅវិញបងថាមកនេះបងនឹងនិយាយការពិតប្រាប់អូនថាអូនប្រកាសជាស្របទៅតាមអ្វីដែលបងបានគិតបែរជាផ្ទុយស្រឡះតែបងប្រាប់អូនឲ្យច្បាស់ថាបងមិនអាចបំភ្លេចនៅគុណូបការៈគុណដ៏ថ្លៃថ្លារបស់គេបានទេ ប៉ុន្តែខ្ញុំមិនព្រម បើនាងមិនព្រមយើងនៅទៅរួមរស់ជាមួយគេអស់មួយជីវិត លបង នាងស្រាប់មិនបានទេមែនទេថាសុំឲ្យនាងយល់ដល់យើងតែឥឡូវនេះបងបានឲ្យអ្នកបម្រើទៅយកគេមកចូលរួមនៅក្នុងវិមានរបស់យើងជុំគ្នាហើយណា អត់ចង់ខ្ញុំហើយនឹងកូននោះ វិមាន បងគិតយ៉ាងណាជាមួយនឹងខ្ញុំ វិមានរបស់យើងធំណាស់มันខ្វះកន្លែងនៅទេអូនគួរតែចែករំលែកស្រាប់បានទេ លបងធ្វើបែបនេះលបងហាក់បីដូចជាពុតត្រូវរងយកផ្លាប់ប្រមាត់បេះដូងរបស់ខ្ញុំតែចិត្តរបស់ខ្ញុំស្រឡាញ់ប្តីប៉ុណ្ណាស្មើជាមួយនឹងប្តីប៉ុណ្ណាហេតុអីក៏លបងធ្វើបែបនេះជាមួយនឹងខ្ញុំលបងមានយកពីអារម្មណ៍របស់ខ្ញុំទេលបងកុំក្បត់ចិត្តខ្ញុំស្រឡាញ់លបងហើយនឹងកូនលើពីជីវិតរបស់ខ្ញុំទៀតណាលបង ក្តីស្រឡាញ់ខ្ញុំបានផ្ដល់ឲ្យនាងហើយនាងស្រាប់បានទេតែខ្ញុំសុំនាងវិញប៉ុណ្ណឹងមិនបានមែនទេ មិនអស់នោះទេ ហេតុអីបានជានាងចិត្តអាក្រក់យ៉ាងនេះ ប្តីដែលខ្ញុំស្រឡាញ់ខ្ញុំមិនអាចប្រកល់ឲ្យមនុស្សស្រីណាម្នាក់បានឡើយ តែសូមប្រាប់នាងដល់ខ្លីថាមិនមែនការសម្រេចចិត្តទៅលើនាងនោះទេការសម្រេចចិត្តគឺយើងឲ្យអ្នកបម្រើទៅយកគេមកហើយ លបងអើយលបងខ្ញុំទៅលបងណា រំចង់មកហើយហ៎ ចា យ៉ាងម៉េច ល ដែរ បងអាធ្វើដំណើរតាមផ្លូវអូនហត់ណាស់អ្នកបំរើលបងនេះធ្វើបាបអូនណាស់ដឹងទេ ដល់ម្លឹងផង ចា តែ អូនឈឺពេញខ្លួនអស់ហើយ អូនឈឺពេញខ្លួនអស់ហើយ អត់មានចកក្រេះស្បែកទៅទេ ចាំបងនឹងហៅពួកគេមកដាក់ទណ្ឌកម្មម្ដង ចា តែឥឡូវនេះបងចង់ឲ្យអូនងាកត្រឡប់មកនេះវិញ ចា នេះគឺជាច័ន្ទកេសីដែលជាភរិយារបស់បង ភរិយាជាប្រពន្ធលបងឯង ជាប្រពន្ធរបស់បង ចាអ្នកបងអាខ្ញុំរំចង់ជំរាបសួរ
បានទេនាង ចាមានអីមានរឿងអីសូមមកចោ នៅលើលោកនេះខ្វះណាស់ទៅមនុស្សប្រុសបានជានាងមកយកប្តីរបស់ខ្ញុំទៅវិញនេះនេះ ចាំមិនអូនចាំមិនហ៎ ប្រពន្ធលោកបងគួរលោកឡើយឲ្យខ្ញុំលោកបងខ្ញុំមិនសុខចិត្តទេ ចាន់កែសៃឥឡូវយើងខ្លាយទៅជាគ្រួសារមួយហើយដែលជ្រកក្រុមដំបូលតែមួយអូនមិនត្រូវប្រើភាសាណាដែលធ្វើឲ្យម្នាក់ផ្សេងទៀតក្តៅក្រហាយនោះទេអូនត្រូវតែទទួលយកការពិតត្រូវបានទេរំចំ ចាលោកបង ឲ្យបងសុំទោសផងណាការសម្របខ្លួននៅក្នុងសភាពបែបនេះច័ន្ទបុប្ផា ឲ្យពុកមកយូរហើយមែនទេ ប្របីណាស់រំចង់អូន ចាលោកបង នាងតូចអាមាញ់មិញនេះគឺជាកូនរបស់បង ជាកូនលោកបងអូយវាចុះកូនមកបាយកូន ច័ន្ទបុប្ផា ម៉ែរបស់ខ្ញុំ វាជាបាច់ចេះ កូនមិនត្រូវធ្វើកັບកិរិយាបែបនេះទេ ចុះគេចំណាទៅពុកបានជាមករយៈរញ៉ៃនៅក្នុងវិមានរបស់យើងអញ្ចឹង វិបលពុកដឹងថានេះគេគឺជាប្រពន្ធរបស់ពុកណា ជាប្រពន្ធរបស់ពុក ត្រូវហើយ ចុះពុកចុះប្រពន្ធពីកាបានជាខ្ញុំអត់ដឹងអញ្ចឹង ពុកទៅតែយកថ្មីនេះទេល្អហើយឥឡូវនេះកូនមកជួបជុំគ្នាអស់ហើយ ចុះប្រពន្ធយកចុះចំណែកម៉ែតើពុកគិតយ៉ាងម៉េចម្ ដាយរបស់ឯងនៅតែជាប្រពន្ធរបស់ពុកដដែលទេតាពុកមិនបានលះលែងពីម្ដាយរបស់ឯងឯណា បើសិនជាពុកគិតថាយកប្រពន្ធមួយទៀតល្អខ្ញុំដែលជាកូនក៏មិនហ៊ានហាមឃាត់ចំពោះពុកនោះដែរ ប្របីណាស់ឥឡូវនេះពុកនឹងណែនាំឲ្យកូនបានស្គាល់ថានាងមានឈ្មោះថារំចង់ជាប្រពន្ធទី2របស់ពុកកូនក៏ត្រូវគោរពគេដូចជាម្ដាយរបស់ឯងដែរទុកគេជាម្ដាយរបស់ឯងដែរត្រូវបានទេ បាទពុក ល្អហើយបើអញ្ចឹងកូនឆាប់ជម្រាបសួរទៅដើម្បីស្ដែងឲ្យចេញនៅសិលធម៌និងសុជីវធម៌របស់កូនណា ខ្ញុំជម្រាបសួរណាមីង ចាល្អហើយក្មួយ ច័ន្ទបុប្ផាកូនក៏ត្រូវជម្រាបសួរគេដែរ លោកបងនេះកូនលោកបង កុំប្រកាន់ក្មេងឯខាងនេះកូនត្រូវរាប់រកគេដូចជាបងប្អូនទុកគេដូចជាបងប្អូនបង្កើតរបស់កូនដែរគេមានឈ្មោះថាវីយ៉ូនិងរំជែកត្រូវហើយចុះអ្នកបំរើតាណាបាត់អស់ហើយឯណាអ្នកបំរើ លោកបងទីមនុស្សនៅក្នុងវិមានលោកបងខ្ញុំមើលទៅហាក់បីដូចជាមិនពេញចិត្តនឹងខ្ញុំទេ មិនមែនទេអូនមិនមែនទេមកពីបងមិនទាន់បានណែនាំគេតែប៉ុណ្ណោះអ្នកបំរើទាំងអស់គ្នាត្រូវចាំត្រូវស្ដាប់ឲ្យបានច្បាស់ណាឥឡូវនេះឯងមានម្ចាស់ថ្មីទៀតហើយនាងមានឈ្មោះហៅថារំចង់ជាលោកស្រីទី2របស់ឯងរីឯមនុស្សប្រុសម្នាក់មានឈ្មោះថាវីយ៉ូជាលោកប្រុសរបស់ឯងដែរនាងម្នាក់នេះឈ្មោះហៅថារំជែកក៏ជាលោកស្រីរបស់ពួកឯងទាំងអស់គ្នាដែរស្ដាប់បានទេប្របីណាស់ អញប្រាប់ហេហេមើលមុខវាហេមើលភ្នែកវាមិនបាច់ប្រើពេលយូរទេក្តក់មក លោកបងនេះអ្នកបំរើស្
របស់ខ្ញុំអស់ហើយតែគួរធ្វើយ៉ាងម៉េចអ្នកណាជាអ្នកបម្រើខ្ញុំរាល់ថ្ងៃលោកបង បើសិនជានាងពេញចិត្តអ្នកបំរើណាឲ្យបានបំរើនាងឲ្យបានគៀកកៅនោះនាងរើសយកចោះ ចា មានសិទ្ធិរើសបានទាំងអស់ណា លោកបងខ្ញុំចង់ឲ្យលោកបងរាល់ថ្ងៃ បងត្រូវទៅនៅក្បែរអូនជារៀងរាល់ថ្ងៃហើយ ឈ្មោះអីនេះញញឹមយើងមើលតែឯងដូចជាមាននិស័យ ពិតមែនណាអ្នកនាងតើញខ្ញុំមានឈ្មោះថាហង ស្អីគេ មីកហង កំហុងអូយល្អហើយចាំម្នាក់នោះឈ្មោះនឹងភីលនាងនឹងហងនឹងភីចាបងកាអូអញ្ចឹងបានជាមុខឯងសលះគ្នាល្អខ្លាំងណាស់យើងនេះណាគឺជាអ្នកនាងរំជែកហើយចាប់ពីពេលនេះតទៅណាត្រូវតែនាំគ្នាគោរពយើងឲ្យបានល្អយើងនឹងមានរង្វាន់ឲ្យឯងជាច្រើន ចាអ្នកនាងអូយអ្នកនាងខ្ញុំជួបអ្នកនាងដំបងអូយអ្នកនាងស្អាតណាស់បើសិនជាខ្ញុំនេះយកអ្នកនាងទៅតែងបន្តិចមិនដឹងថាស្អាតយ៉ាងណានោះទេចាអ្នកនាង ឆាប់ទៅបំរើអ្នកនាងតូចឯងឲ្យបានល្អនាងភីនាងក៏អញ្ចឹងដែរឆាប់រៀបបន្ទប់ឲ្យលោកប្រុសវីយ៉ូឯងឲ្យបានល្អផងថាបានទេឆាប់អញ្ជើញលោកប្រុសវីយ៉ូឯងទៅរកបន្ទប់ទៅ លោកបងកូនខ្ញុំអ្នកបម្រើអញ្ជើញទៅអស់ហើយចុះខ្ញុំអ្នកណាអញ្ជើញលោកបង ចំណែកនាងមិនបាច់អ្នកបំរើណាទេ មិនបាច់អ្នកបម្រើអញ្ជើ ប ញ ងសុំចូលខ្លួនជាអ្នកបំរើអូនដោយផ្ទាល់តែម្ដងណា អីលោកបងនេះ ត្រូវហើយបើអញ្ចឹងទៅជាមួយបងណា ចាអរលោកបង អ្នកទាំងអស់គ្នាត្រូវកន្លែងចង់ កូនប្រុសកូនស្រីសម្លាញ់មិនម្ដាយកូនអើយអពុកកូនធ្វើយ៉ាងនេះជាមួយនឹងម៉ែម៉ែជើម៉ែស្ទើរតែទ្រាំមិនបានម៉ែនេះម៉ែដកដង្ហើមស្ទើរតែមិនចេញទេកូនម៉ែចុកណាស់បើសិនជាម៉ែស្លាប់ពីលើលោកនេះទៅសេចក្តីទុក្ខរបស់ម៉ែនឹងមករលត់ទៅជាមួយនឹងម៉ែកូនម៉ែមិនចង់រស់ទេម៉ែចង់ស្លាប់ម៉ែចង់ដាក់ក្នុងទ្រូងអត់អីក៏ ផ្ដេចបាត់ជាម៉ែមានប្រសាសន៍យ៉ាងនេះបើសិនជាពុកលែងរវល់ម៉ែនៅមានកូនប្រុសស្រីរបស់ម៉ែទាំងពីរនេះនៅតាមថែរក្សាម៉ែម៉ែកុំគិតខ្លីឲ្យសោះម៉ែបើសិនជាពុកធ្វើយ៉ាងនេះចំពោះម៉ែត្រកូលអភិជនធ្លាប់តែមានសុភមង្គលដ៏ថ្លៃថ្លាទ្រព្យសម្បត្តិមហាសាលវាមានតែស្រស់ស្ដំម៉ែខ្ញុំឈប់រៀនហើយដើម្បីនៅមើលថែម៉ែ អត់ទេហេតុអីក៏កូននិយាយបែបនេះកូនប្រុសសម្លាញ់ចិត្តម៉ែកូនមិនអាចឈប់រៀនបាននោះទេ ម៉ែរៀនបានប្រយោជន៍អីតើចេះដឹងបានប្រយោជន៍អី កូនកុំនិយាយបែបនេះ ដូចជាពុកយ៉ាងនេះគាត់ជាអ្នកចេះដឹងគាត់ជាអ្នកមានតែគាត់មិនគិតពីជីវិតអ្នកដទៃសោះដូចជារូបម៉ែច្រើនឆ្នាំមកហើយតែរួមរស់នៅដោយសេចក្តីសុខឥឡូវម៉ែមានទុកលំបាកតើឲ្យខ្ញុំដែលជាកូននឹងអាចសិក្សាបន្តទៀតបានទេម៉ែ កូនប្រុសសម្លាញ់ម៉ែកូនត្រូវតែស្ដាប់ម៉ែណាកូនមិនអាចឈប់នៃការសិក្សាបាននោះទេកូនត្រូវតែខំប្រឹងរៀនបើសិនជាកូននៅស្រឡាញ់ម៉ែចង់ឲ្យម៉ែរស់ក្បែរកូនបន្តទៅទៀតកូនត្រូវតែស្ដាប់ម៉ែណាកូន ម៉ែ បើសិនជាបង ដើម្បីម៉ែខ្ញុំសុខចិត្តធ្វើអ្វីៗសពបាត់យ៉ាងតែម៉ែក៏ត្រូវតែសន្យាជាមួយនឹងខ្ញុំដែរម៉ែនឹងរស់នៅជាមួយនឹងខ្ញុំជារៀងរហូតណាម៉ែ ចាកូន ទោះបីជាពុកមិនរវល់យ៉ាងណាក៏ដោយបុប្ផាអូន ចាមក នាំម៉ែសម្រាប់ទៅណាម៉ែ តែសំណាងសន្តានណាម៉ែណា
តម៉ែពេលដែលម៉ែលុះលុតទៅនឹងនន្ត្រីម៉ែនឹងលែងមានទុក្ខភ័យម៉ែនឹងលែងគិតអ្វីតទៅទៀតហើយណាម៉ែម៉ែសម្រាប់ចោលម៉ែអើយហេតុអីបានជាម៉ែពិបាកយ៉ាងនេះអ្វីសពបែបយ៉ាងបើសិនជាកូននឹងអាចទូរជំនុំម៉ែបានកូននឹងទូរជំនុំម៉ែតែនេះជាភាពក្តីឈឺសាររបស់ម៉ែផ្នែកផ្លូវចិត្តកូនមិនអាចទទួលយកបាននោះទេកូនបានត្រឹមតែឈប់ភ្នែកមើលម៉ែតែប៉ុណ្ណោះពុកកាមិនបានជាពុកមិនអសូតអត់ចិត្តម៉ែសាធ្លាប់មេសុកងាត់ងាមិនបានប៉ុន្មានរឿងកន្លងឯពុំបានធ្លាប់ទុកសានរស់នៅរមនីអីលើម៉ែទុកវេទនីអសាលោកអើពុកពុកចាំណាស់មិនបានជាពុកមិនចេះខ្មាស់ខ្លួនឯងយ៉ាងនេះខ្ញុំដែលជាកូនក៏មិនអាចហាមឃាត់នឹងហាស្ដីចំពោះគាត់បាននោះដែរខ្ញុំចូលទៅរៀបចំបាយទឹកជូនម៉ែសិន
សូនមួយថ្ងៃសិន រាជបុត្រីនៃអង្គព្រះមហាក្សត្រមានព្រះនាមច័ន្ទសង្វាថ្ងៃនេះមានព្រះតីរីករាយនៅក្នុងចិត្តជាខ្លាំងណាស់ពិតជាសប្បាយមែនព្រឹកព្រៀងរៀងរះយ៉ាស្វាងព្រះសង្ឃរិយារូបស្រីទីតាយ៉ាទីត្រាត្រូវប្រញាប់មកថ្មី មានកិច្ចការអ្វីចំពោះរូបស្រីយកសេចក្តីគួរសមផងសប្បាយចិត្តខ្លាំងណាស់បានខ្ញុំកើតមកជារាជបុត្រីនៃអង្គមហាក្សត្រនេះក៏មកពីខ្ញុំបានធ្វើបុណ្យរំដោះគ្រោះរំលោះកម្មតាំងពីនគរកាយកំណើតខ្ញុំមកម្លេះបានជាចិត្តនេះខ្ញុំមានធម៌វាសនាអីដល់ម្លឹងឥឡូវថ្ងៃនេះព្រះសរិយាក៏កាន់តែរូបផាត់ដងប្រកប្រៃបានចឹងគិតថាឡើងទៅបង្គំគាល់ដល់ព្រះបិតាក្រែងដល់ព្រះអង្គមានរាជកិច្ចការអ្វីចំពោះរូបខ្ញុំផងបានចឹងខ្ញុំប្រញាប់យាត្រាទៅសិន អង្គនៃព្រះមហាក្សត្រទ្រង់ព្រះនាមថាព្រះបាទព្រំប្រទាត់សោយរាជនៃនគរបញ្ចសីលាមានសេចក្តីសប្បាយក្នុងព្រះតីខ្លាំងណាស់អាចអង្គទ្រង់នាមអង្គព្រះមហាក្សត្រសោយរាជសម្បត្តិសោយរាជនៃនគរបញ្ចសីលាឃើញថាបានសេចក្តីបរមសុខណាស់នេះដោយហេតុអំពីផលបុណ្យដែលខ្ញុំបានកសាងអំពីអតីតជាតិបានជាបណ្ដាលនៅក្នុងជាតិនេះបានកើតជាអង្គនៃព្រះមហាក្សត្រសោយរាជនៃនគរបញ្ចសីលាឃើញថាមានសេចក្តីបរមសុខណាស់បុត្រីដល់បវរទាំងពីរអង្គគេក៏មានរូបឆោមលំពណ៌ដ៏ស្រស់ស្អាតបើកាលណាជាអគ្គមហេសីរបស់ខ្ញុំ
ព្រះអង្គទ្រង់មានជីវិតនៅឡើយនោះម្លេះសោតឃើញបុត្រីដែលមានពេញព្រះវរៈស្រស់សង្ហាមិនដឹងថានឹងមានប្រតិសបាយយ៉ាងណានោះឡើយអោព្រះសូរិយាអ្នកក៏បានរះខ្ពស់ណាស់ទៅហើយបាទដូច្នេះទេខ្ញុំនឹងរងចាំនៅកន្លែងអង្គជំនុំនឹងពិភាក្សាជាមួយនឹងលោកអាមាត្យបាទដូច្នេះទេខ្ញុំនឹងឆាប់ធ្វើដំណើរទៅសិនខ្ញុំដូចជាមិនចង់ចាក់ចេញអំពីម៉ែសោះខ្ញុំខ្លាចតែម៉ែគិតអ្វីមួយយ៉ាងដើរដេកឈរអង្គុយតែងតែគិតដល់ម៉ែឆនិចចាំងនេះខ្ញុំសម្លឹងមើលទៅតែពុករបស់ខ្ញុំបានចុះប្រពន្ធចុងមកនោះមានកូន2នាក់ចាប់តាំងអំពីពុករបស់ខ្ញុំបានលើកដំកើងបន្តិចបន្តួចនៅក្នុងវិមានហាក់ដូចជាធ្វើរឹកក៏អឹតក៏តុំណាស់មិនតែប៉ុណ្ណោះសោតបុផាអូន បងតែរអ៊ូរតននិយាយរឿងអ្វីនឹងបង អូនសម្លឹងឃើញហើយថាអត្តចរិតរបស់អ្នកទាំងពីរនោះបងហាក់ដូចជាមិនចូលចិត្តសោះយើងជាត្រកូលអភិជនត្រូវតែរៀបចំអិរិយាបថឲ្យបានល្អកប់ប្រសើរទើបអ្នកផងទាំងឡាយគេគោរពនិងរាប់អានតែចំពោះវាទាំងពីរអ្នកនោះទោះបីជាបងព្រៀនបដៅយ៉ាងណាក៏វាបណ្ដែងចុកចិត្តដាក់សោះតែយ៉ាងនេះថ្ងៃមកគ្រួសាររបស់យើងមិនដឹងជាខ្លាចទៅជាយ៉ាងណាទេណាអូនណា ពិតមែនហើយបងរឿងរំជ័យក៏ដូចគ្នាការដែលខ្ញុំនិយាយស្ដី ព្រមជ័យអូនទៅមកពីណានឹង មកពីដើរលេង មកពីដើរលេងអូនអត់ទៅរៀនទេ ពូជខ្ញុំគ្មានអាណារៀនទេ មិនបានជាអូននិយាយយ៉ាងនេះចុះវាយកវិញអូនអត់មានទៅសាលារៀនទេ រៀនបានប្រយោជន៍អីដើរលេងសប្បាយជាង វាយកព្រមចិត្តអូនត្រូវតែចាំឲ្យបានច្បាស់ថាចំណេះវិជ្ជាជាទៅចោលលួចមិនបានចាយច្រើនចម្រើនទៀងនឹងមានរៀងពីបច្ចុប្បន្នទៅអនាគតឥតកណ្ដៀកោឥតកណ្ដោកាត់អ្វីសពបែបយ៉ាងដែលបងបាននិយាយនេះដោយការផ្ដាំផ្ញើអំពីលោកឪពុកឲ្យបងមើលការខុសត្រូវចំពោះអូនទាំងពីរតែបែរជាអូននិយាយតបមកចំពោះបងយ៉ាងនេះវិញវាហាក់ដូចជាមិនសមតតែសោះយើងរស់នៅក្នុងសង្គមគ្រួសារតែមួយយល់គ្នាទៅវិញទៅមក មិនបាច់ទេព្រោះប៉ុន្មានថ្ងៃមកនេះតាមខ្ញុំដឹងណាបងមិនដែលចាត់ទុកខ្ញុំគឺជាប្អូននោះឡើយបើម្លេះណាបងមិនមែនបែងចែកអ្នកបម្រើនោះទេមានម្នាក់ល្អមានម្នាក់អាក្រក់នោះឡើយហើយកុំស្មានណាថាខ្ញុំមិនដឹងថាបងនេះមានពេលវេលាណាយកពេលវេលាដែលមានតម្លៃរបស់បងនេះទៅរៀនសូត្រទៅងាប់ងាប់ងល់នឹងការរៀនទៅតែកុំនិយាយប៉ះពាល់បងប្អូនខ្ញុំណា រំជ័យបងនិយាយយ៉ាងនេះដើម្បីឲ្យអូនល្អតែប៉ុណ្ណោះទេរស់នៅក្នុងសង្គមយើងមិនអាចមើលសម្លឹងតែខ្លួនឯងឬចង់ជើងខ្លួនឯងនោះទេយើងសម្លឹងឲ្យបានឆ្ងាយទើបវាជាការកប់ប្រកាន់ទេ ដឹងក៏ប៉ុន្តែណាអារម្មណ៍ខ្ញុំយ៉ាងម៉េចគឺកាយវិការខ្ញុំវាចេញអញ្ចឹងខ្ញុំមិនចេះទេណាអារបៀបសកត់សកុំងាប់ហើយធ្វើឯងជាអ្នកត្រឹមត្រូវមួយថ្ងៃងាប់នៅឈ្ងោកតែរៀនមិនដឹងបានប្រយោជន៍អីរាល់ថ្ងៃគង់បានកែពីឪតិចទេ អូននិយាយនេះត្រូវមែន ខ្ញុំនិយាយត្រូវព្រោះពាក្យសម្ដីរបស់ខ្ញុំណាសុទ្ធតែមានន័យទាំងអស់តើតអ្នកចេះដឹងដោយបងនេះទើបស្ដាប់យល់តើ ល្អណាស់
អូននិយាយពាក្យមួយបាត់សុទ្ធសឹងតែជាពាក្យល្អនឹងគួរគិតពិចារណាមែនក៏ប៉ុន្តែការហាស្ដីនិយាយរបស់អូននេះបើចំពោះមនុស្សល្ងិតល្ងងទើបគេអាចយល់បានអូនដឹងទេកាលពីមុនអូនរស់នៅផ្សេងបងមិនគិតទេតែឥឡូវអូនមករស់នៅក្នុងវិមានរបស់បងត្រូវតែមើលការខុសត្រូវចំពោះអូនយ៉ាងនេះឯង จะรอไงเนี่ยเวชื่อจับสัตว์ตรงนะมันเมนเต้ให้มันไม่สไลมันเอาโน่นเต้มันโน่นนะเป่าเวทมันเราเต้อย่างไม่คืนจังให้บอกจะว่ามันบ้านเต้นนอนเครียงงวดจันปลดปลาร วมใจไม่บานจะโอนอย่างนี้อย่างนี้ฮะ เชื่อนี่ยังไม่ปรุงมาแล้วเนี่ยอันจังทัวร์ไอ้เช้าเนี่ยก็เป่าชลัวให้ไว จังไง គឺជាពររបស់គេហេតុអីក៏មានពាក្យសម្ដី ពិតជាល្អខ្លាំងណាស់រំចេកបងក៏មកចង់និយាយដែរណែបងវិបាលបងដឹងទេសពថ្ងៃនេះម៉ែរបស់បងតែងតែត្អូនឈឺនេះត្អូនឈឺនោះតើគេថាយ៉ាងម៉េចតើអូន អូយបងដឹងទេអាមនុស្សមកយាដកខ្ញីហ្នឹងបងដើម្បីយកចិត្តហ្នឹងណាស្មានតែលោកពុករបស់យើងនេះយកចិត្តទុកដាក់ការពិតអាឃើញឈឺបន្តិចអូយឈឺ រំចេក វាមិនវាចាំមិន ឯងទៅតែចាំសម្ដីរបស់យើងឲ្យបានច្បាស់អណ្ដាតជាអាចកន្លងសុកផងទុកផងព្រោះតែអណ្ដាតបើសិនជាឯងកន្លងមិនការពិតហើយឯងទៅតែដឹងឲ្យបានច្បាស់ថាម្ដាយរបស់យើងអាចបង្កើតក្បាលឯងបានឯងមិនអាចនិយាយដើមមកយើងបានទេវើយបើនិយាយដើមមិនណានិយាយទៅបច្ចិតយើងអត់ត្រូវបាន យើងក៏ចង់ដឹងដែរថាក្បាលឯងតាពីរនេះចង់ធ្វើស្អីយើងហ៎ ចឹងហ៎ វាមិន យើងវាយ មុននឹងចង់វាយប្អូនរបស់យើងទាន់តែរំលងសាកសពយើងសិន ចឹងហ៎អាវិយោ យ៉ាងម៉េច ថ្មីនេះឮថាឯងខ្លាំងណាស់នៅក្នុងសង្គមឯងបង្កើតបពួកបងតូចបងធំប្រមូលផ្ដុំនៅជនខិលខូចមួយចំនួនតូចយើងបន្តបានសួរឯងផងបានបើសិនជាឯងខ្លាំងយើងក៏មកខ្លាចឯងដែរឯងចូលមក នេះអី អាបងវាយហ៎បង បងចូលទៅក្នុងវិមានទៅណាអត់សិនជាម៉ែគាត់បានតាំង បុកយើងបរៀនវាយហ៎បង ពិបាកចិត្តលើ វាយក្បាលបាក់ដៃបាក់ជើង បផាអូនមនុស្សរបៀបនេះបើសិនជាមិនបដៅគឺវាមិនរៀងចាំនោះទេមិនអីទេអូនទុកឲ្យបងជាអ្នកដោះស្រាយអូនទៅមកខាងសិនចោះមកចោះ ក៏វាយគ្នាណាបងណា ម៉ែជួយផងម៉ែជួយផងម៉ែជួយ នេះហេតុអីក៏ឯងវាយកូនយើងបែបនេះបថោ ឃើញទេបងគិតយ៉ាងម៉េច ចាំមិន តែមិនហេតុអី ពួកឯងទាំងពីរនាក់នេះរឿងអីហេតុអីបានជាយករំពាត់ដេញវាយកូនយើងបែបនេះ មីស៊ូកូមីខ្លួនឯងទៅ ចាំមិនរំជេកវាយក បាទម៉ែនេះខ្ញុំអត់សុខចិត្តទេម៉ែអើយ ពីរឿងស្អី ខ្ញុំគ្រាន់តែសួរមេរៀនបងវិបលតិចបងវិបលអត់ប្រាប់ឲ្យវាយកដិតអូនលាន់តែផ្លាត់ ឆាប់និយាយប្រាប់ យ៉ាងម៉េចទោះបីជាកូនយើងនេះនិយាយអីក៏ដោយឬមួយក៏ចង់សួរអីក៏ដោយឯងមិនត្រូវប្រើកម្លាំងបាយបែបនេះទេឬមួយក៏គិតថាទីនេះគឺជាកន្លែងរបស់ឯងមែនទេ អត់មែនទេម៉ែហើយថាយើងនេះគឺជាមនុស្សអាក្រក់ជាទីបំផុតគ្រួសារវារស់នៅស្ងប់សុខហើយមិនចង់ទេបែរជានាំគ្នាប្រមូលបាក់ពួរមករស់នៅជាមួយវារាល់ថ្ងៃវាបបាក់លេបបាយលេបគ្រោះ រំចេក សុំនិយាយពាក្យដែលពិតផងទៅ ចង់ត្រូវទៀត នេះចង់ធ្វើអីណាគួរតែយល់ក្បាលយើងជាម្ដាយពួកគេតែពីរនាក់នៅទីនេះ ខ្ញុំក៏ចង់សួរមីនោះដែរតើមីសពថ្ងៃជាអាណាព្យាបាលរបស់អ្នកទាំងពីរនេះយ៉ាងម៉េចមីដែលព្រៀនបដៅ
មីតែមើលការខុសទៅចំពោះគេ កូនរបស់យើង ថ្ងៃនេះ យើងសូមប្រាប់ឯងមិនបាច់បដៅនន់តែខាត់ទឹកមាត់ដូចជាពួកឯងតែពីរអ្នកនេះទេ អញ្ចឹងខ្ញុំមិនខ្វល់ពីអ្វីទាំងអស់បើសិនជាគ្មានប៉ះពាល់ដល់ខ្ញុំតែពួកវាទាំងពីរនេះស៊ីបាយឆ្អែតគ្មានកិច្ចការងារធ្វើនិយាយដើមមនុស្សចាស់តែនិយាយដើមណានិយាយចោះតែនិយាយចំម៉ែខ្ញុំ អូដែលធ្វើបាបកូនយើងនេះដោយសារកូនយើងនិយាយដើមម៉ែឯងអញ្ចឹងហ៎ មែន បើមនុស្សចាស់មិនអោយធ្វើមិនអោយក្មេងវានិយាយដើមណាក្មេងក៏វាមិននិយាយដែរ អញ្ចឹង កាត់ ចុះ មើ បើ ល សិ ទៅ នជាខ្ញុំនិយាយចំពោះមីវិញតើមីខឹងខ្ញុំទេ នេះ មីទៅតែចាំឲ្យបានច្បាស់ថាមីកុំភ្លេចខ្លួនឯងភ្លេចអំពីសញ្ជាតិរបស់ខ្លួនឯងសោះតើពីមុនអ្នកមីគឺជាអ្នកណាអ្នកមីប្រៀបបានជាមន់ព្រៃមួយក្បាលតែប៉ុណ្ណោះទេ នេះ ក៏ប៉ុន្តែដោយសារតែឪពុករបស់ខ្ញុំនេះបានលើកដំកើងមីបន្តិចបន្តួចអ្នកមីប្រៀបបានដូចជាហង្សបាក់ស្លាបអញ្ចឹង អូ មីសពថ្ងៃស្អាតមែនមីនៅក្មេងមែនមីល្អមែនក៏ប៉ុន្តែមួយឆ្នាំពីរឆ្នាំក្រោយ10ឆ្នាំក្រោយមីចាស់ជ្រាវជ្រួញសក់ស្កៅបាក់ថ្មិញតើឪពុកខ្ញុំយល់ទេ អញ្ចឹងហ៎អញ្ចឹងចាំមើលដល់ពេលនោះសិនទៅចាំមើលថាមន់ព្រៃម្នាក់នេះនឹងឡើងខ្ពស់ជាង បានហើយតាក់កុំហៅនិយាយ ឈប់ វិញ សិនឯងនិយាយថាកូនយើងគ្មានការព្រៀនប្រដៅល្អចាយតែពីរអ្នកនេះឪពុកម្ដាយព្រៀនប្រដៅល្អខ្លាំងណាស់មែនទេម្ដាយមួយថ្ងៃមីជាដកខ្ញីឈឺនេះឈឺនោះសូថាមនុស្សប្រុសឯណាគេទ្រាំបានល្អហើយតែកូននិយាយកូនយើងតែពីរអ្នកនិយាយឲ្យឯងដឹង ទោះបីជាម៉ែខ្ញុំឈឺក៏ឈឺតែម៉ែខ្ញុំដែរគ្មានប៉ះពាល់អ្វីជាមួយនឹងមីទេ អញ្ចឹងហ៎ ក៏ប៉ុន្តែអស់របស់អស់តានេះយូរហើយនឹងឆាប់ក៏គង់តែដល់មីងនោះដែរ តែទម្រាំទៅដល់ពេលនោះម្ដាយឪពុក បានហើយខ្ញុំមិនចង់និយាយជាមួយនឹងមីងទៀតទេតែអូននិយាយទៅវិញ ឈប់សិន ឯងចង់ធ្វើ ឯង ទៀ គិ ត តថានិយាយជាមួយយើងបែបនេះបានហើយឯងដើរចេញតែមានក្តីសុខបែបនេះមែនទេ អ្នកមីងចង់ធ្វើតែខ្ញុំ ស្គាល់ឲ្យច្បាស់ជាងនេះបន្តិចថាយើងជាមនុស្សបែបណា ទៅវិញអ្នកមីងចង់ធ្វើខ្ញុំហ៎ មិនទៅហើយអូនចាំមិនទៅហើយយាយផើនអាស្រះហ្នឹងចំជាប្រហើនជាពុនពេកអាក្រៃហ៊ានលើកដៃវាយដល់មនុស្សចាស់ផងអាណាចំជាប្រហើនជាពុនពេកក្រៃហ៊ានលើកដៃវាយដល់មនុស្សចាំងផងឯណាមិនគួររូបឯងបើរឿងបែបនេះសោះឯឡើយណាបង្កើតទោសានៅក្នុងពេលនេះយ៉ាងមិនទៅហើយអូន នេះប្រហែលជាគេខឹងហើយអូនគ្រាន់តែនិយាយអូនមានគេបន្តិចបន្តួចតែលោកបងអើយខ្ញុំអត់ដឹងថាខ្ញុំនិយាយទៅមានពាក្យល្អទៅគេខឹងខ្ញុំចឹងទេខ្ញុំសុំទោសគេនិយាយថាមិញឯងជាម្ដាយចង់ទេក៏មកត្រួតក្បាលខ្ញុំលោកបងអើយគាត់តែថាទៅមកច្បាច់កខ្ញុំចង់ងាប់ហើយលោកបង ហេតុអីបានជាឯងនៅក៏ក្លិនជាមួយនឹងពុកបែបនេះពុកបាននិយាយជាច្រើនដងច្រើនសារមកហើយថាឲ្យឯងគោរពគេដូចជាម្ដាយរបស់ឯងបើជាឯងនៅមានការបែងចែកឯងចង់ធ្វើឲ្យគ្រួសារមួយនេះច្របូកច្របល់ឯងអាំងសិតឯងជាកូនដើមមែនទេ ហេតុអីបានជាពុកស្ដាប់តែសម្ដីរបស់គេ ឈប់និយាយឯងចង់បកស្រាយបែបណាទៀតបើទង្វើរបស់ឯងវាបានបង្ហាញចំពោះខ្សែភ្នែករបស់យើងទាំងពីរហើយនេះ មិនមែនហើយលោកបងក៏ដូចគ្នាបើមិន
ai chặt lấy tí tảng on chỉ hai pal mũi đại anh cô sa bán tí bà anh miên sa chết chưa mà đúng anh miên bay đông chưa mà đúng miên khô ba chưa mà đúng anh bà con chỉ miên ca dục chốn anh mình cô na thâu bơ đôi tùng vợ ạ mà đúng sự thoa bay đi đúng tí bị bắn phúc chưa chạy thả bỏ hai chia mong bị phúc nè lòm thằng ai bị háo mình đại prao nơi tùng vơ rư mũi cọ cay vì ca na mũi từ lượng anh đã chia từ đó là cam nụ tế ban chỉ anh thôi chẳng mày đấy bởi sân chỉ phúc mình phải đại anh được đi vì mình mang chia mê riêng không chỉ với anh nụ tế chặt bọc hà thắp đi thắp tranh ôn tranh tay ngày nay anh thôi còn nắng bà sân chụp bốc mà đã toàn là cảm anh ngày mốc anh được thôi lên đi to được tiếp ngày khởi điện cha lá anh smart đập bốc mà này vậy anh smart đập bốc mà hiên lực đây vậy anh bên đấy ngày đi bốc đồng bảng anh ở anh đăng ôi thấp lên ngày mốc ngày khởiខ្ញុំឈឺណាស់ម៉ែ យ៉ាងមិនទៅហើយអូន លោកបងណាកុំបាច់កូនអី ម៉ែមកធ្វើអី ហេតុអីក៏លោកបងបែកដំច្រំធាក់កូនយ៉ាងនេះទៅវិញ ហេតុអីហ៎សួរគេទៅ លោកបងបើសិនជាកូនរបស់យើងខុសលោកបងមិនគួរប្រាអំពើហិង្សាចំពោះកូនយ៉ាងដូចនេះនោះទេ ម៉ែខ្ញុំមិនអីទេណាម៉ែ នៅពេលនេះលោកបងលេចដឹងថាខុសត្រូវអស់ហើយមែនទេ ចាន់កែសៃកូនរបស់នាងធ្វើទង្វើបែបនេះទៅហើយនោះបែរជានាងមិនមានការព្រាបដៅដល់កូនបែរជានាងមកថាខ្ញុំនឹងលេងនឹងខុសត្រូវឯនាងមើលសារខ្ញុំបែបនឹងហើយបានជាកូនលេងស្រាប់ខ្ញុំចាន់កែសៃនាងជាបណ្ដៃបែបណាហ៎ជាបណ្ដៃបែបណាមិនបានជានាងបណ្ដោយកូនបែបនេះហើយបែរជាមកមាក់ងាយដល់យើងបែបនេះ ម៉ែ កូនធ្វើខំមិនគិតប្រដៅកូនបែរជាមកឌីខ្មាស់ដល់យើង មិនបាច់ចាំម៉ែមកក្នុងរបស់ចំនួនខ្ញុំយ៉ាងនេះ ណាលោកបងអា បងត្រូវប្រដៅគេខ្លះ ហេតុអីក៏បងបាយម៉ែខ្ញុំចឹងបងបាយកូនបងជេរកូនកូនមិនខានកូនមិនខឹងទេតែម៉ែខ្ញុំក៏បានធ្វើឲ្យកូនទៅបានជាបងបាយម៉ែចឹងទៅមកអស់ទាំងនេះកាលពីដើមឡើយបងមិនដែលប្រើជាមួយកូនប្រុសស្រីសម្បីតែពាក្យសម្ដីធ្ងន់ធ្ងរសម្បីតែរំពន្ធក៏បងមិនដែលលើកដៃវាយកូនប្រុសស្រីដែរតែថ្ងៃនេះសម្បីតែកូនប្រពន្ធក៏បងហ៊ានធ្វើទង្វើប្រេងស្រាចំពោះកូនបែបនេះដល់បងឈួតហើយមែនទេខ្ញុំស្អប់បងខ្ញុំស្អប់បងទេ ចាស់ណាស់យ៉ាងម៉េចហ៎ហេតុអីបានជានាងបុកឈួតអញ្ចឹង ចាន់មកផាកូននៅក្មេងណាស់ហេតុអីបានជាកូនបណ្ដុះនៅគំនិតប្រើភាសាអសរោះកូនហ៊ានថាពុកឈួតហ៎នាងស្ដាប់ឮហើយមែនទេទង្វើរបស់កូននាងវាស្ដែងចេញនៅចំពុកនាងចំពោះមុខរបស់នាងយ៉ាងច្បាស់ក្រឡែតចាន់បុផាពុកបណ្ដៅបដៅកូនឲ្យកូនប្រើនៅភាសាអស់ទាំងនេះទេហេតុអីបានជាកូនប្រហើនពុកឲ្យកូនរៀនពុកឲ្យកូនចេះដឹងមិនបានកូនផងអញ្ចឹងហ៎មិនបានកូនផងអញ្ចឹងហ៎ កុំឲ្យបផាយណាពុក មិនបានកូនផងអញ្ចឹងហ៎ បាយម៉ែខ្ញុំទៅអីទៅ បាយម៉ែអី ផា យើងវាយដោយសារមនុស្សមានកំហុស ថ្ងៃមុខថ្ងៃក្រោយកុំថាបុកឈួតចឹងពាក្យទាំងអស់នេះវាមិនពីរោះស្ដាប់នោះទេដឹងដែរទេ កូនសុំវល់ណាបងណាកូនសុំវល់ បផា បងធ្វើម៉េចកូនបងធ្វើម៉េចម៉ែទៅ មិនគួរណាបផាបន្ទប់ពុកចាំនេះសោះ ប
ហើយកូនអត់ខុសទៀតឯង ដេកពុកដាក់កូនកូនប្រុសស្រីជាលព្រៀងគេបំភ្លៃចំទាំងកំហុងឲ្យកូនសូមពុកអាណិតណាសូមពុកអាណិតណាកូនពុកមកជុំជាជុំវិតពុកមកដេចពុកមិនយកចិត្តកូនប្រុសស្រីជាពីងបំភ្លៃ គ្មានអ្នកណាបំភ្លៃទេពុកឃើញតបទេ កូនប្រុសស្រីហើយពុក ថ្ងៃបុកថ្ងៃក្រោយឈប់ប្រើពាក្យសម្ដីបែបនេះនាងឃើញទេនាងឮទេ លោកពុករឿងអស់ទាំងនេះគឺមកពីខ្ញុំទេណាពុកខ្ញុំចេះតែបកកឡើងទាំងអស់ ឯងព្រមសារភាពហើយ បុផាព្រមទាំងម៉ែមិនចូលខ្លួននៅក្នុងរឿងនេះនោះទេ ឯងសារភាពហើយមែនទេ ខ្ញុំសារភាពឲ្យណាពុក ត្រូវហើយ បើសិនជាពុកចង់វាយពុកវាយខ្ញុំតែម្នាក់មកចោះ កុំផ្កើនជាមួយពុកកុំឌឺដងជាមួយពុកកើតមកជាមនុស្សត្រូវស្រាប់ពុកណាត្រូវទទួលស្គាល់នៅរាល់ទង្វើដែលខ្លួនបានធ្វើមិនត្រូវបដិសេធនោះទេ លោកបង បាទខ្ញុំខុសហើយ ប៉ុណ្ណឹងបានហើយខ្ញុំមិនចង់ឲ្យគ្រួសាររបស់យើងមានភាពអញ្ចឹងទេបើសិនជាកូនគេទទួលដឹងខុសហើយខ្ញុំក៏លែងប្រកាន់ដែរណាលោកបង ត្រូវហើយបងយល់ពីអារម្មណ៍របស់អូនឯងឮទេពាក្យសម្ដីគេដែលគេនិយាយប៉ុណ្នេះឯងជឿជាក់ថាគេជាមនុស្សប្រភេទណាទេបានលឹកជង្គង់ទៅផ្ទះសុំទៅគេភ្លាមស្រាប់បានទេ មិនបាច់ទេលោកបង វិបុលជាបញ្ជារបស់ពុកសុំទៅគេភ្លាម តែខ្ញុំគិតថាជីវិតរបស់ខ្ញុំលន់ទោសលុតចង្គង់សំពះតែម៉ែខ្ញុំអត់អ្នកតែប៉ុណ្ណោះទេខ្ញុំមិនអាចសំពះចំពោះអ្នកណាទៀតនោះទេ តែនេះជាបញ្ជារបស់ពុកបើឯងមិនលឹកជង្គង់សំពះសុំទោសគេទេនោះថ្មើរនឹងឯងប្រឆាំងនឹងពុកមិនគោរពពុកដែរ បងបានហើយខ្ញុំតែសំពះសុំទៅចំដុកកូន ម៉ែ លោកបង មិនបាច់ចាំបាច់ធ្វើយ៉ាងនេះ ខ្ញុំសំពះសុំទៅនេះ នាងនៅស្ងៀមមិនមែនជារឿងរបស់នាងកូនធ្វើខុសបែរជានាងឯងមកការគ្រាបែបនេះហ៎ ទុកឲ្យខ្ញុំមក ច័ន្ទកេសី ខ្ញុំសំពះឲ្យផុក បើចង់ឲ្យកូនល្អនាងមិនធ្វើការគ្រាកូនទេ ឲ្យទៅ